It's okay now នាទីបន្តទៅទៀតនេះគឺជានាទីសំណួរនិងចម្លើយដែលបងប្អូនប្រឆាំងធ្វើខ្លួនឯងប្រធានណាក៏ប្រាក់ខែតិចដែរគួយទៅជប៉ុនប្រាក់ខែ$50ប៉ុន្តែប្រមូល$10 លានពេលអីគាត់មិនយកលុយតាក់ស្ប៉ាក់ទោះបីមានច្បាប់បបិថាសួរក៏មិនអាចធ្វើបានដែរកាលពីខែ5គេមាន forum មួយនៅ DC និយាយអំពីអនាគតនៃប្រទេសភូមាសំណួរចុងក្រោយដែលគេសួរថាតើអ្នកចង់បានប្រទេសភូមាទៅជាស្អីគេថាទៅជាស្អីក៏បានដែរកុំឲ្យខ្លាយជាប្រទេសកម្ពុជាទី2ក្រមត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកឬក៏ក្រមត្រីនៃអង្គការសហជីវជាតិតើជំនួបនោះបានលទ្ធផលជាផ្លែផ្កាយ៉ាងណាតើមានការគ្រប់គ្រងឬក៏មិនមានការគ្រប់គ្រងអីយ៉ាងណាដែរចំពោះចលនាថ្មីឬក៏គណៈបកថ្មីរបស់ឯកឧត្តមអរគុណដៃគ្នាធ្វើការរួមគ្នាបានវាឆ្លុះបញ្ចាំងមិនគ្រាន់តែជាភាពចាស់ទុំខាងផ្នែកនយោបាយរបស់លោកប្រធានទាំងពីរទេប៉ុន្តែជាអេយ៉ាបតប្រកបដោយសុខសន្តិប្រកបដោយវិជ្ជមានជូនដល់អ្នកស្រឡាញ់ជាតិបតៃទាំងឡាយនៅក្នុងប្រទេសកម្ពុជាក៏ដូចនៅបណ្ដាប្រទេសនានាលើសកលលោកនេះសំណួររបស់ខ្ញុំចោទទៅលើបញ្ហានៅប្រទេសកម្ពុជាយើងរដ្ឋសភាបានអនុម័តនៅស្បង់ថវិកាជាតិឆ្នាំ2012នៅក្នុងនោះចំនួនសម្រាប់ចិត្តមកទីបានសរុបទាំងអស់ប្រហែលជា$1 billionសហរដ្ឋអាមេរិកហើយនៅក្នុងនោះប្រហែលជា350លានគេចំណាយទៅលើខាងវិស័យយោធាហើយប្រហែលជា$56 លានចំណាយទៅលើសង្គមកិច្ចហើយប្រហែលជា20លានចំណាយទៅលើការអភិវឌ្ឍនៅតាមតំបន់ភូមិឃុំតើចំពោះឯកឧត្តមសំស៊ីក៏ដែរក៏ដូចជាគណៈបក្សសិទ្ធិមនុស្សក៏ដែរតើគណៈបកទាំងពីរមានគោលចំហយ៉ាងណាដែរចំពោះស្បង់ថវិកាជាតិដែលគេទុំអនុម័តនេះហើយបញ្ហាដែលមានភាពគ្រោះថ្នាក់ខ្លាំងបំផុតនោះគឺថា$1 billionនេះគឺថាខ្ចីពីរដ្ឋាភិបាលកម្ពុជានិងខ្ចីបុលពីបណ្ដាប្រទេសនានាដើម្បីធ្វើឲ្យដើម្បីចំណាយទៅលើការស្បង់ថវិកាជាតិនេះអញ្ចឹងតើគណៈបកទាំងពីរមានគោលចំហយ៉ាងណាដែរចំពោះខ្ញុំសូមលើកមកគោរពដល់អ្នកទាំង3ខ្ញុំគាត់តែឃើញថាគាត់តែយោបល់ខ្ញុំយល់ថាយើងដើរបាន30ផ្លាយឆ្នាំមកហើយតាំងពី UN ជួយគ្រប់គ្រងប្រទេសយើងហើយការពិសោធន៍ក៏មិនខ្វះដែរបើសិនជាយើងអង្គុយគិតពីការពិសោធន៍ហើយខ្ញុំបានពិសោធន៍មើលខ្លួនឯងសកម្មចាប់ពី2007មកហើយនឹងអ្នកបុកមួយសុខួរគឺថា you have it តែដល់លោកទាំងអស់មានសមត្ថភាពនឹងឈ្នះគឺថាបន្តអ្វីដែលលោកធ្វើប៉ុន្តែបន្តឲ្យ100 1000ថែមទៀតគណៈបក2រួមមក1ប៉ុន្តែចេះបំបែកខ្លួន1ទៅជា1000ណែឯងនឹងឈ្នះ you have it but you have to use it ប៉ុន្តែបើ2នាក់នេះក្បត់គ្នាគ្មានអ្នកណាមួយទទួលបានលទ្ធផលល្អទេខ្ញុំជឿថាអត់ក្បត់គ្នាទេបាទនេះខ្ញុំជឿថា2នាក់នេះអត់ក្បត់គ្នាទេបានចេញតទៅសំណួរមួយទៀតបាទហើយបញ្ហាទី2ក្នុងយោបល់ដដែលតែដំកឹមសុខាគាត់មានប្រសាសន៍ពីបញ្ហាថាបើយើងបង្កើតគណៈបកទាំងពីរចូលគ្នាបង្កើតទៅជាពាក្យគណៈបកមួយថ្មី logo ថ្មីរចនាសម្ព័ន្ធថ្មីអីវារបស់ថ្មីទាំងអស់គណៈបកសង្គ្រោះជាតិអាចក្រសួងមហាផ្ទៃគេអនុញ្ញាតឲ្យយើងឬក៏គេមិនអនុញ្ញាតឲ្យយើងប៉ុន្តែបើតាមកិច្ចការដែលខ្ញុំធ្លាប់បានធ្វើជាមួយនឹងរដ្ឋាភិបាលស្រុកខ្មែរខ្ញុំជឿថាគេឲ្យយើង
còn tay cái tốc cái chuyện pin một này chứ to tăng hao mới làm ta tao nhưng chành vậy rồi nhưng chưa thay kẹo ấy mẹ kia mà nói đi còn tay cái tốc pin ở dưới nó người ta đặt bài đặt bay ra bìa đó dương làm thật qua mà đá cả là dương hát đá mà dương mình chết bay cục con là chuyện pin trâm trai cục con đôi ô làm pin tập hai thì còn ở pin là rất đấy còn dương khmiên thay vì ca khmiên ở ca cục con khmiên tập biết dương mình ai thì vô tiên quan mát thì còn tay khiêm nơi tại miền chùm nưaเขาខ្ញុំសូមជូនយោបល់មួយកាលពីឆ្នាំ1991ខ្ញុំបានរៀនសូត្រច្បាស់នៅទីក្រុងបាងកកមុនពេលដែលចលនារណសិរ្សជាតិរបស់ជារដ្ឋខ្មែរ KP ចូលទៅស្រុកខ្មែរធ្វើការបោះឆ្នោតដែលក្រមអាយដាមសឿនសាននិងអាយដាមស័ក្តិសុខខគេបានបង្រៀនពួកខ្ញុំឲ្យខ្ញុំនៅចាំបានច្បាស់ថាមេរៀនថ្ងៃនោះអាចអនុវត្តនៅថ្ងៃនេះបានគណៈបកទាំងពីររួមគ្នាលោកឯងឲ្យក៏ដោយលោកឯងមិនឲ្យក៏ដោយខ្ញុំឆ្លាញ់ត្រង់ពាក្យថាចលនាប្រជាធិបតេយ្យសង្គមជាតិពាក្យនេះគឺឈរនៅលើគោលនយោបាយរួមមួយអ្នកទាំងពីរនេះមិនក្បត់ទេចំណុចដែលល្អទាំងសងខាងយកមកពុកបញ្ចូលគ្នារៀបចំរចនាសម្ព័ន្ធមួយថ្មីហើយអ្វីដែលល្អទីនោះគឺការផ្សព្វផ្សាយតាមរយៈ VOA តាមរយៈរ៉ាឌីអូ Free Asia ដែលមានឱកាសផ្ដល់ឲ្យអ្នកប្រជាធិបតេយ្យប៉ុន្តែសំខាន់បំផុតហើយខ្ញុំសូមគាំទ្រសូមធ្វើឲ្យបានមិនមែនដើរទេដោយអាយដាមកឹមសខាថាយើងរត់ពីពួកគ្មានឱកាសនឹងដើរទេហើយសឹងតែគ្មានពេលដល់ដង្ហើមទៀតផងបើសិនជាយើងទទួលទានបាយពួកយើងធ្វើទាហានចឹងពួកខ្ញុំធ្លាប់ជាមេតបដើរបណ្ដាយើងត្រូវទទួលទានបាយបណ្ដាយើងមើលស្ថានភាពនឹងដើរបានយើងដឹងថាតើយើងត្រូវធ្វើស្អីទៅខាងហើយយើងកុំគិតថាយើងឈ្នះរាល់តែពេលកុំសង្ឃឹមឲ្យសោះកុំសង្ឃឹមថាយើងឈ្នះរាល់តែពេលយើងត្រូវគិតថាចុះបើយើងចាញ់ទៅហើយជឿជឿមួយទៀតជាក្តីសម័យជាការពិតដែលខ្ញុំធ្លាប់ធ្វើការជាមួយពួកអស់លោកនោះខ្ញុំជឿថាបើគណៈបកទាំងពីររួមគ្នាហើយកោជបមានលក្ខណៈត្រឹមត្រូវប៉ុន្តែប្រហែលជាឯកឧត្តមទាំងពីរមិនអាចឆ្លើយបានថាកោជបត្រឹមត្រូវឬមិនត្រឹមត្រូវដោយសារទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិករបស់អង្គការសហជីវជាតិគេព្រមទទួលស្គាល់យើងដោយចំហឬលក្ខខ្ញុំអត់ជួទេកន្លែងហ្នឹងប៉ុន្តែឲ្យមានចំហពិតប្រកបច្បាស់លាស់ថាគេនឹងធ្វើអ្វីមួយសម្រាប់កោជបនៅស្រុកខ្មែរគេនឹងបដូរមេដឹកនាំរបស់កោជបគេនឹងរៀបចំរចនាសម្ព័ន្ធថ្មីខ្ញុំសង្ឃឹមថាគណៈបកនេះនឹងឈ្នះដឹកនាំស្រុកខ្មែរអរគុណបាទខ្មែរនៅស្រុកខ្មែរអរគុណបាទរដ្ឋាភិបាលភ្នំពេញមិនមែនគេឆ្លាញ់រដ្ឋាភិបាលភ្នំពេញទេគេដឹងថាគេត្រូវធ្វើស្អីហើយប៉ុន្តែគ្មានអ្វីជាទីពិតទៅចែកគ្នាថ្ងៃនេះបដូរយោបល់ពីព្រោះយើងខ្ញុំគណៈបកថ្មីនេះត្រូវការចូលរួមពីបងប្អូនមិនជាប់ជាខ្មែរមានព្រលឹងជាខ្មែរដូចយើងទាំងអស់គ្នាគឺយើងរងចាំការចូលរួមពីបងប្អូនចូលរួមជាគំនិតជាយោបល់ជាប្រាជ្ញាជាវិភាគទានដំណើរការទៅមុខរីកធំធាត់ដណ្ដើមយកជោគជ័យដើម្បីស្រោចស្រង់សង្គ្រោះប្រទេសជាតិយើងឲ្យទាល់តែបាននៅឆ្នាំ2018ខាងមុខនេះហើយខ្ញុំជីវភាពរស់នៅស្ថានភាពសង្គមស្ថានភាពសេដ្ឋកិច្ចការបាត់បង់ទឹកដីធ្លីបាញ់មិញអាយដាមគឹមសុខាបានមានប្រសាសន៍គ្រប់គ្រាន់ហើយភាពក្រីក្រវេទនារបស់ប្រជារាស្ត្រខ្មែរដែលតម្រូវឲ្យយើងរួមគ្នាដើម្បីស្ដារប្រទេសយើងឡើងវិញអនាគតកូនចៅយើងភាពថ្លៃថ្នូររបស់យើងកិត្តិយសជាខ្មែរត្រូវតែសង្គ្រោះពីព្រោះបាត់បង់ហើយលិចលង់ហើយដូច្នេះកាតព្វកិច្ចរបស់យើងទាំងអស់គ្នាចូលរួមចំណាយពេញទំហឹងម្នាក់ក្នុងបេសកកម្មប្រវត្តិសាស្ត្រសង្គ្រោះជាតិនៅឆ្នាំ2013ឲ្យទាល់តែបានសូមអរគុណ2100សិទ្ធិមនុស្សបាន1008គណៈបកប្រជាជនបានតែ3000គេឈ្នះតើក្រុមការងារមួយគឺរៀបចំធ្វើលក្ខន្តិកៈធ្វើបទបញ្ជាផ្ទៃក្នុងរៀបចំគោលការណ៍រួមរៀបចំកម្មវិធីនយោបាយរួមនិងរៀបចំសារនយោបាយនេះក្រុមមួយទៀតយើងសិក្សាស្រាវជ្រាវនិងរៀបចំជាគម្រោងមួយច្បាស់លាស់
ដើម្បីសុំឲ្យមានការផ្លាស់ប្ដូរគណៈកម្មការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ននេះផ្លាស់ប្ដូរសមាជិកភាពគណៈកម្មការផ្លាស់ប្ដូរនៅនីតិវិធីនៃការបោះឆ្នោតនេះក្រុមការងារទាំងពីរនឹងកំពុងតែធ្វើការជាបន្តហើយយើងមានផែនការយើងត្រូវក្នុងខែ8នេះត្រូវយកឈ្មោះគណៈបកថ្មីយកទៅដាក់នៅក្នុងក្រសួងមហាផ្ទៃដើម្បីចុះឈ្មោះក្នុងបញ្ជីដើម្បីឲ្យគេដឹងថាយើងមានចេតនាចង់ចូលរួមដោះស្រាយបញ្ហាប្រទេសជាតិដោយអហិង្សាតាមរយៈការបោះឆ្នោតបើសិនគេមិនឲ្យយើងចុះឈ្មោះបោះឆ្នោតបង្កើតគណៈបកថ្មីមានន័យថាគេអត់ចង់ឲ្យយើងចូលបោះឆ្នោតអញ្ចឹងយើងអត់មានដេកទុកឲ្យប្រទេសយើងស្លាប់ទេយើងអត់អាចដេកទុកឲ្យប្រទេសយើងស្លាប់ទេបើគេមិនឲ្យយើងបោះឆ្នោតយើងយកគោលការណ៍អហិង្សាយើងបកកាយអត់យកខ្មែរណាធ្វើសត្រូវចូលរួមការបោះឆ្នោតប៉ុន្តែយើងសុំឲ្យការបោះឆ្នោតនោះដោយសេរីត្រឹមត្រូវយុត្តិធម៌នេះជាគោលការណ៍ជាយុទ្ធសាស្ត្ររបស់យើងបោះបាល់ឲ្យគណៈបកកណ្ដាល2គេរើសមួយណាប្រជាប្រដ្ឋត្រូវការផ្លាស់ប្ដូរពីព្រោះកណ្ដាលយូរបំភ្លេចកំ pl ាញទ្រព្យសម្បត្តិជាតិចង់អស់ហើយដូច្នេះយើងត្រូវការផ្លាស់ប្ដូរប៉ុន្តែយើងអត់ចង់ផ្លាស់ប្ដូរដោយបង្ហូរឈាមខ្មែរដោយអំពើហិង្សាដោយបដិវត្តឬដោយរដ្ឋប្រហារយើងអត់ធ្វើទេព្រោះឈាមខ្មែរហូរមិនទាន់ស្ងួតផងគឺយើងអត់ត្រូវធ្វើយើងអត់ត្រូវយើងចង់ឲ្យមានការបោះឆ្នោតយើងចង់ផ្លាស់ប្ដូរតាមរយៈគោលការណ៍អហិង្សាបាទអហិង្សាអត់គង់គួនអត់សំសឹកអត់យកខ្មែរណាទៅត្រូវយើងចង់ឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវជាចានេះហើយជាយុទ្ធសាស្ត្ររបស់យើងដើម្បីឲ្យគណៈបកកណ្ដាលអំណាចគាត់ជ្រើសរើសចេះចាតើគាត់ចង់ឲ្យខ្មែរដើរផ្លូវណាបើគាត់មិនឲ្យយើងចុះឈ្មោះបោះឆ្នោតបានមិនឲ្យគណៈបកថ្មីរបស់យើងធ្វើសកម្មភាពដោយសេរីដូចគ្នាបានដូចជាវត្តមានរបស់ប្រធានគណៈបកដែលជាគូប្រកួតមិនអាចចូលរួមប្រកួតដោយស្មារតីបានតាមផ្លូវនោះទេអញ្ចឹងយើងប្រាប់ទៅអន្តរជាតិវិញថាតើឲ្យយើងដើរផ្លូវណាមានពិសោធន៍នៅប្រទេសច្រើនហើយដូច្នេះយុទ្ធសាស្ត្រនេះជាសារនយោបាយប្រាប់ទៅគណៈបកកណ្ដាលក៏រឿងមួយណាយើងអត់ចង់ទេបង្ហូរឈាមនិយាយច្បាស់ប៉ុន្តែយើងក៏ដេកឲ្យស្រុកយើងស្លាប់ប្រជារាស្ត្រយើងស្លាប់ទៀតដែរនេះគាត់នឹងជំរាបតែប៉ុណ្ណឹងឯងយើងធ្វើអីយើងជជែកគ្នាទៀតបាទនេះជាយុទ្ធសាស្ត្រហើយជាសកម្មភាពដែលយើងត្រូវធ្វើយើងធ្វើតាមច្បាប់យើងគោរពរដ្ឋធម្មនុញ្ញយើងអត់មានដូររបបទេយើងអត់មានដូររបបទេយើងគោរពរដ្ឋធម្មនុញ្ញរបបរាជានិយមអាស្រ័យធម្មនុញ្ញប៉ុន្តែយើងដូរអីយើងដូររបៀបដឹកនាំរបៀបដឹកនាំដែលឲ្យយកប្រយោជន៍ខ្មែរឲ្យទៅបរទេសរបៀបដឹកនាំដែលបំផ្លាញធនធានធម្មជាតិសេដ្ឋកិច្ចខ្ញុំគេសេដ្ឋកិច្ចលក់កេស៊ីអត់មានឃើញទេដូច្នេះទាំងអស់នេះគឺយើងត្រូវដូរតុលាការអយុត្តិធម៌សភាគឺជាឧបករណ៍ដូច្នេះយើងដូរមានតែយកមាន check balance មានតុលាការអីគេគឺយើងចង់ដូរអស់ណាយើងដូររបៀបដឹកនាំហើយយើងដូរមេដឹកនាំសិនបានយើងដូររបៀបដឹកនាំបាទមេដឹកនាំត្រូវតែដូរពលមដល់ពេលហើយនេះហើយជាទិសដៅរបស់យើងគឺយើងដូរអ្នកដឹកនាំហ្នឹងដើម្បីអីមិនមែនដូរដើម្បីសម្លាប់ខ្មែរគ្នាឯងទេដូរដើម្បីសង្គ្រោះខ្មែរបាទដើម្បីសង្គ្រោះខ្មែរណាក៏ដោយឲ្យតែខ្មែរគឺ